ជនព្រោះកិច្ចការកូនឡើងសារជាថ្មីស្វែងយល់ឲ្យច្បាស់ពីវេបបារីអាវចម្រៃប្រឡ័យអនាគតកិច្ចការរបស់ស្ថាប័នការជំនួយគ្រូសួរកាន់ក្នុងគ្រូពួកបានអត់ពីគ្រូដែរអានច្បាស់សិទ្ធិជាសិស្សដាប់កមួយនៃសាលារៀនសុវណ្ណភូមិទី43កាន់ក្នុងទី1វីដេអូនេះផងដែរផ្លាស់ដល់គោលបំណងដើម្បីបង្កើនហានិភ័យសុខភាពរបស់ជនជាតិមនុស្សដែលក៏ឡើងដល់ការប្រើប្រាស់បារីអេឡិចនិកជាការបណ្ណាយុវជនយុវនារីយើងនាពេលបច្ចុប្បន្ននេះកំពុងតែទទួលរងអត្ថប្រយោជន៍យ៉ាងខ្លាំងពីបារីអេឡិចនិកបារីអេឡិចនិកគឺជាអ្វីបារីអេឡិចនិកគឺជាឧបករណ៍សម្រាប់ជួបមុខប្រភេទដែលប្រើប្រាស់អគ្គិសនីសម្រាប់ដុតនូវសូរខ្យល់ស្អិតដែលមានទុកនូវសារធាតុនីកូទីនវាបញ្ជូនសារធាតុនីកូទីននិងជាតិគីមីឲ្យអ្នកពួកក្រៅមុខទៀតជាចំហាយបារីអេឡិចនេះដល់ផលប៉ះពាល់វិក្រាដល់សុខភាពរបស់ជួបបារីអេឡិចនិកបានបង្កផលប៉ះពាល់ដល់សុខភាពរបស់យុវជនដូចជាសារធាតុនីកូទីនជាសារធាតុមួយដែលធ្វើឲ្យអ្នកប្រើប្រាស់មានខ្លាំងតែ5ដងហើយចុង5ដងទៀតសារធាតុនីកូទីនបានធ្វើឲ្យប៉ះពាល់ទៅដល់ស្ត្រីមានផ្ទៃពោះនិងទារកនិងអង្កៃចំពោះយុវជននិងកុមារបានធ្វើឲ្យប៉ះពាល់ដល់ពុះក្បាលធ្វើឲ្យពុះក្បាលលំបានល្អឬមិនប្រក្រតីចំពោះកុមារនិងយុវជននេះជាសោតក៏ធ្វើឲ្យការសិក្សាចុះអន់ថយការចងចាំចុះខ្សោយនិងបាក់ខ្យល់អារម្មណ៍ក្នុងការសិក្សារៀនសូត្រសារធាតុ glycerin ជាសារធាតុមួយដែលគេប្រើប្រាស់នៅក្នុងស្នាមពេទ្យនិងគ្រឿងសម្អាងអាចបណ្ដាលឲ្យរលាកសរីរាង្គណាមួយរបស់យើងសារធាតុ propylene glycol ជាសារធាតុមួយដែលគ្មានក្លិននិងមានរសជាតិផ្អែមតិចៗក៏មិនដឹងឲ្យមានការរលាកសរីរាង្គរបស់យើងណាមួយដូចគ្នាហើយយើងយល់តាមមជ្ឈមណ្ឌល CDC នៃសហរដ្ឋអាមេរិកបានធ្វើការប្រមូលទិន្នន័យចាប់ពីខែសីហាឆ្នាំ2019ដល់ខែកុម្ភៈឆ្នាំ2020បង្ហាញឲ្យឃើញថាមានប្រជាជនអាមេរិកចំនួន2307នាក់ឈឺនិង63នាក់បានស្លាប់ដោយសារតែការប្រើប្រាស់បារីអេឡិចនិកបារីអេឡិចនិកមានប្រភពមកពីណាបារីអេឡិចនិកមានប្រភពមកពីបណ្ដាញព័ត៌មានសង្គមដូចជា Facebook TikTok Telegram ជាដើមគឺជាប្រភពចម្បងនៃការចេញចែកបារីអេឡិចនិករបស់កុមារនិងយុវជននាពេលបច្ចុប្បន្ននេះតែការឲ្យប្រសិទ្ធភាពក្នុងការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចនិកពីវិជាបើតែរងការចេញចែកក្នុងជោគបារីអេឡិចនិកគ្រប់ប្រភេទបើតែការចេញចែកបារីអេឡិចនិកតាមបណ្ដាញព័ត៌មានសង្គមដូចជា Facebook TikTok Telegram ជាដើមដាក់ទៅនឹងកម្មផាវិនិចដល់ជនណាដែលនាំចូលចេញចែកសពទុកបារីអេឡិចនិកខុសច្បាប់បងអ្នកលក់បារីអេឡិចនិកទេនោះក៏គ្មានអ្នកប្រើប្រាស់ឬអ្នកជួបបារីអេឡិចនិកដែរខ្ញុំក៏សូមបន្តដល់យុវជនយុវនារីគ្រប់រូបបញ្ឈប់លើការជួបបារីអេឡិចនិកនេះរួមវាបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ខ្លួនឯងគ្រួសារនិងសង្គមទាំងមូលផងដែរសូមអរគុណនិងសូមអរគុណ